ន្លែងហ្នឹងដែលយើងត្រូវគិតថាមនុស្សមកទីនេះគឺដោយសារ creativity របស់វិភាសារួមចំណែកចូលគ្នាបង្កើតបានជា overarching solution ដែលមួយដែលមានលក្ខណៈ creative ខ្លាំងអញ្ចឹងហើយកន្លែងហ្នឹងជាចំណុចខ្លាំងរបស់យើងដែលបង្កើត opportunity មិនមានដែនកំណត់ decentralize គឺនៅកន្លែងហ្នឹងការគិតរបស់យើងហ្នឹងវាទៅរបៀបហ្នឹងដូច្នេះអ្វីដែលជាគោលបំណងដែលយើងលើកប្រធានបទថ្ងៃនេះមិនមែនលើកប្រម៉ូទពី AI ទេខ្ញុំចង់ផ្សារភ្ជាប់ពីសមត្ថភាពរបស់ AI និងការគិតរបស់ engineer យើងទោះបី AI មានសមត្ថភាព transform data ធំជាងនេះរាប់លានដងក៏វាអត់ទាន់ខ្លាំងជាងការគិតរបស់យើងដែរក្រុមការងារ digital marketing គាត់ធ្វើ graphic design ទោះបី graphic របស់គាត់វាញ៉ែញ៉ាយវាអត់មានលក្ខណៈ creative ខ្ញុំនៅតែជំរុញឲ្យគាត់ធ្វើពីព្រោះគាត់អាចគិតនិងធ្វើបានល្អជាងនឹងនៅតែអត់ចង់ឲ្យគាត់ប្រើ tool AI ព្រោះមូលហេតុអីបើសិនជាគាត់ចាប់ផ្ដើមប្រើតែ generate ពី AI មករហូតអញ្ចឹងអា creativity របស់យើងនឹងបាត់ដល់ពេលបាត់ហើយគ្រប់គ្នាគឺធ្វើបានទាំងអស់តើអាកន្លែងណាដែលថាសមត្ថភាពវិស្វករយើងគិតបានល្អជាងគេតែយើងជឿថា sustainability system យើងនៅមានអ្នកប្រើទៀតអញ្ចឹងអាកន្លែងហ្នឹងដែលយើងត្រូវគិតថាមនុស្សមកទីនេះគឺដោយសារ creativity របស់វិភាសារួមចំណែកចូលគ្នាបង្កើតបានជា overarching solution ដែលមួយដែលមានលក្ខណៈ creative ខ្លាំងអញ្ចឹងហើយកន្លែងហ្នឹងជាចំណុចខ្លាំងរបស់យើងដែលបង្កើត opportunity មិនមានដែនកំណត់ decentralize គឺនៅកន្លែងហ្នឹងការគិតរបស់យើងហ្នឹងវាទៅរបៀបហ្នឹងសួរថាហេតុអីបើ AI ធ្វើកិច្ចការងារបានល្អជាងមនុស្សព្រោះ AI អត់ត្រូវការអាហារទេ AI ទោះបីខ្ទេចអស់ក្នុងពេលតែមួយក៏វាអត់មានប៉ះពាល់អីយើងដែរប៉ុន្តែពួកយើងដែលត្រូវរ៉ាប់រងនឹងយើងរស់បានប្រហែលអញ្ចឹងណាហើយយើងផងវេទនាមិនហើយបង្កើត technology មកដើម្បីមកជំនួសការងារពួកយើងតើវាមានន័យអីអញ្ចឹងហើយអាកន្លែងហ្នឹងហើយដែលយើងត្រូវឲ្យ clear ច្បាស់ថាការប្រើប្រាស់ AI ហ្នឹងមានកម្រិតត្រឹមប៉ុណ្ណាយកមកដោះស្រាយយ៉ាងម៉េចហើយ direction ឲ្យច្បាស់លាស់កលៈទេសៈនេះខ្ញុំគិតថាវាជាការផ្លាស់ប្ដូរមួយធំរបស់ពិភពលោកក៏ជាចំណុចមួយដែលយើងឈោងចាប់ opportunity នៅក្នុងពិភពលោកបានធំដូចគ្នាដែរបើសិនជា right idea វាចេញហើយនាំគ្នាជ្រោមជ្រែងឲ្យវាចេញទៅវាជាផ្នែកមួយធំណាស់សម្រាប់ជាតិយើងទាំងអស់គ្នាខ្ញុំជឿថាបងប្អូនមកទីនេះគឺមាន commitment មាន passion ច្បាស់លាស់មានទិសដៅច្បាស់លាស់អញ្ចឹងហើយគ្នានៅពេលដែល revolution នឹងវាកើតឡើង technology ចាប់ផ្ដើមធ្វើកិច្ចការងារបានលឿនជាងមុន transform បានលឿនជាងមុនអ្វីដែលយើងត្រូវប្រយ័ត្នជាងគេគឺ ideaមិនមែនបច្ចេកទេសដែលយើងយកមក apply ទេគឺ idea ទៅគ្រប់គ្រងបច្ចេកទេសទាំងអស់ហ្នឹងតើវាត្រូវតាមបច្ចេកទេសត្រឹមត្រូវអត់អញ្ចឹងហើយគឺនៅក្នុង platform ជា CEO មួយគឺអត់អាចទៅត្រូវជាមួយអ្នកណាបានទេអញ្ចឹងណាអញ្ចឹងហើយបងប្អូនត្រូវយល់អាកន្លែងហ្នឹងថាម៉េចបានព្យាយាមធ្វើកិច្ចការងារនៅតែខុសទៀតសួរថា pressure ហ្នឹងឲ្យយើងឆេងអត់ឆេងហើយបើសិនជាធ្វើមួយថ្ងៃបានហើយទទួលបានលទ្ធផលបងប្អូនអាចយកការងារទៅលក់បានដល់រាប់លានដុល្លារក្នុងពេលតែមួយថ្ងៃហេតុអីក៏មិននាំគ្នាធ្វើមួយថ្ងៃអញ្ចឹងស្រួលមើលណាស់អាទាំងអស់ហ្នឹងអញ្ចឹងហើយសមត្ថភាពប្រើឲ្យចំទិសដៅគិតឲ្យមាន direction មិនមែនចេះតែគិតចេះថាអូ idea របស់ខ្ញុំវាប្រើបានប៉ុន្តែប្រើបានមួយប្រើបានទៅមុខមួយប្រើបានទៅក្រោយអញ្ចឹងហើយអ្វីដែលខ្ញុំបារម្ភជាងគេគឺ idea ទាំងអស់ហ្នឹងហើយបើសិនជាដោះស្រាយ apply អត់ត្រូវទេ platform របស់បងប្អូនត្រូវខ្ទេចទាំងអស់ការតស៊ូប្រឹងប្រែងរបស់បងប្អូនយកទៅប្រើអត់កើតទេ